ជីវិតដែលរស់នៅបានល្អគឺរស់នៅតាមបែបរបស់ខ្លួនដោយមិនប្រៀបផ្ទឹមជីវិតរបស់ខ្លួនឯងទៅនឹងអ្នកដទៃឲ្យកើតមាននេះឬជាមិនបៀតបៀនដល់អ្នកដទៃណាឡើយមានបញ្ញាយល់ដឹងថាសេចក្តីសុខគឺស្ថិតនៅលើចិត្តសុខមិនមែនវត្ថុជាតួសុខឡើយផ្តិលមាសឬបំពង់ឫស្សីបរិភោគទឹកឆ្អែតដូចគ្នាសំខាន់ស្ថិតនៅលើការពេញចិត្តបើពេញចិត្តហើយគឺមានសេចក្តីសុខហើយជីវិតដែលរស់នៅបានល្អគឺរស់នៅតាមបែបរបស់ខ្លួនដោយមិនប្រៀបផ្ទឹមជីវិតរបស់ខ្លួនឯងទៅនឹងអ្នកដទៃឲ្យកើតមាននេះឬជាមិនបៀតបៀនដល់អ្នកដទៃណាឡើយមានបញ្ញាយល់ដឹងថាសេចក្តីសុខគឺស្ថិតនៅលើចិត្តសុខមិនមែនវត្ថុជាតួសុខឡើយផ្តិលមាសឬបំពង់ឫស្សីបរិភោគទឹកឆ្អែតដូចគ្នាសំខាន់ស្ថិតនៅលើការពេញចិត្តបើពេញចិត្តហើយគឺមានសេចក្តីសុខហើយឆាកជីវិតมันអាចមានតែភាពរីករាយបានទេក៏អាចមានពេលដែលមិនសប្បាយចិត្តដែរឲ្យតែអាចគិតយល់ទុកលំបាកប្រកាសជាអាចឆ្លងផុតមិនថាដូចឈើប៉ុណ្ណាជីវិតក៏ជាកម្មសិទ្ធិខ្លួនឯងដែរឲ្យតែពឹងខ្លួនឯងដែរទៅមុខច្បាស់ជារកឃើញក្តីសង្ឃឹមជីវិតវែងឆ្ងាយណាស់រឿងខ្លះមិនមែនតែមួយធ្វើហើយនោះទេបើថ្ងៃនេះធ្វើមិនបានធ្វើថ្ងៃស្អែក